បានជំរាបសួរបងប្អូននៅក្នុងបណ្ដាញសង្គម Facebook ទាំងអស់ជាទីគោរពនៅថ្ងៃនេះខ្ញុំមានរឿងមួយដែលជួបបញ្ហាហើយចង់រកដំណោះស្រាយពាក់ព័ន្ធការធ្វើស្លាកលេខឡានបាទរឿងការធ្វើស្លាកលេខឡាននេះវាបើឡានចាស់ឡានកាត់តឡានខូចគុណភាពឡានអីខ្ញុំមិនថាទេឡានទិញមកពីប្រទេសក្រៅនិយាយឲ្យចំទៅមានប្រទេសចិនមានប្រទេសអីក៏ដោយឲ្យតែឡានទិញមកថ្មីកាលណា system នៅក្នុងអគ្គនាយកដ្ឋានដឹកជញ្ជូនអត់មានគេអត់ធ្វើលេខឲ្យទេបាទតាំងក៏ពិតទៅរឿងនេះអត់មានអីត្រូវស្មុគស្មាញសោះក៏ប៉ុន្តែមន្ត្រីយើងមួយចំនួនគាត់បង្កើតឲ្យមានរឿងស្មុគស្មាញដើម្បីកោសរុះក្នុងចេតនាចង់បានលុយនិយាយឲ្យចំបាទនិយាយឲ្យចំគឺចេតនាចង់បានលុយកោសរុះបង្កើតឲ្យអ្នករស់ស៊ីជួបរឿងស្មុគស្មាញអ្នកប្រើប្រាស់ជួបរឿងស្មុគស្មាញតើរឿងគឺខ្ញុំនិយាយរឿងឡានរបស់ក្រុមហ៊ុនមួយគាត់នាំឡានចូលមកលក់ពីប្រទេសចិនដោយស្របច្បាប់គាត់បានធ្វើលិខិតនាំចូលបង់ពន្ធក្រយបង់ពន្ធអាករជូនរដ្ឋស្របច្បាប់ទាំងអស់បាទហើយគយគេស្គាល់ម៉ាកឡានដែរមិនមែនស្គាល់តែក្រសួងសាធារណការមន្ត្រីអគ្គដឹកជញ្ជូនទេពួកគយគេមានកម្រិតគយអាស៊ានគយពិភពលោកគេស្គាល់ម៉ូដែលឡានដែរម៉ាកឡានដែរអញ្ចឹងគយគាត់ពិនិត្យបច្ច័យរួចហើយគាត់បានបង់ពន្ធក្រុមហ៊ុនគឺបង់ពន្ធរួចហើយនាំចូលមកហើយដាក់លុកនៅលើទីផ្សារហើយអតិថិជនទិញប្រើប្រាស់ហើយតែបញ្ហាប្រឈមគឺពេលដែលយកទៅធ្វើលេខណាលោកសូពិសីនេះអគ្គនាយករងដែលគេថាធ្លាប់ទៅរៀនវិស្វករឡានមកពីប្រទេសរុស្ស៊ីនេះគឺអត់ធ្វើលេខឲ្យដោយគាត់ថាខុសម៉ាកខុសម៉ូតខុសអីអត់មានម៉ាកនេះម៉ាកនេះគាត់លើកហេតុផលអាឡានហ្នឹងវាត្រូវមានម៉ាកអញ្ចេះវាត្រូវដាក់អញ្ចេះដាក់អញ្ចេះតាមគាត់បើមិនធ្វើតាមគាត់ត្រូវយកសវត្ថពន្ធទៅកែបានគាត់ហ៊ានធ្វើលេខឲ្យបាទស្ថាប័នគយហើយនិងស្ថាប័នដឹកជញ្ជូនវាសុទ្ធតែជាស្ថាប័នរបស់រដ្ឋាភិបាលទាំងពីរចុះហេតុអីបានគាត់អត់ត្រូវគ្នាហេតុអីបានគាត់ចូលចិត្តធ្វើការសាច់ទឹកដាក់គ្នាតាំងក៏ពិតអគ្គនាយកដ្ឋានដឹកជញ្ជូនមិនមានរឿងស្មុគស្មាញទេបើគយពួកការងារគាត់ធ្វើតែស្លាកលេខទេកាលណាឡាននាំចូលមកមានពន្ធគយយ៉ាងម៉េចគាត់ធ្វើតាមពន្ធគយទៅគឺចប់ហើយលើកលែងតែគេកែសេរីលើកលែងតែគេកែឆ្នាំលួចបន្លំពន្ធឧទាហរណ៍ថាឡានឆ្នាំ2026គេបង់ពន្ធឆ្នាំ2025អាហ្នឹងវាខុសគាត់តវ៉ាមិនធ្វើឲ្យទៅតែឡានគេបង់ពន្ធពេញគេអីគ្រាន់តែខុសស្អីបន្តិចបន្តួចហ្នឹងគឺគាត់បើកើតភាពស្មុគស្មាញឲ្យគេខ្លាំងណាស់គឺសូពិសីនេះអគ្គនាយករងនេះគឺបង្កើតរឿងស្មុគស្មាញខ្លាំងណាស់បាទខ្ញុំមករងគ្រោះម្ដងរងគ្រោះយ៉ាងម៉េចខ្ញុំមើលឃើញពីចំណុចគ្រោះថ្នាក់នៃការកែច្នៃរថយន្តការកែសេរីការកាត់តកាត់តួកាត់អីដើម្បីដូររាងឡានខ្ញុំបានរិះគន់អាហ្នឹងកុំឲ្យកែណាក្រសួងអគ្គដឹកជញ្ជូននេះបានបិទមិនឲ្យកែមែនមិនឲ្យធ្វើលេខឲ្យមិនឲ្យឈៀកមិនឲ្យអីមែនកែប៉ុន្តែក្រោយមកគេបង្កើតអ្វីដែលខ្ញុំតិទៀនហ្នឹងទៅរលុយមានន័យថាឡានកែក៏ដោយឡានស្អីក៏ដោយឡើងសេរីក៏ដោយកែសេរីក៏ដោយដូររៀងក៏ដោយដូរស្តុបក៏ដោយដូរកាងដូរបណ្ណាអីក៏ដោយឲ្យតែពាក្យថាកែពេលមកធ្វើលេខនៅអគ្គដឹកជញ្ជូនហ្នឹងត្រូវចំណាយលុយពី$3ទៅ$500ទៅតាមការរត់ការត្រូវគ្នាអាហ្នឹងគឺអ្នករកស៊ីលក់ ឡាន អ្នករកស៊ីកែឡានអ្នកយកឡានទៅធ្វើប្រាប់ សូម្បីតែមិត្តភ័ក្ដិខ្ញុំ គាត់ក៏និយាយដែរថាឡានហ្នឹង
គាត់ទិញអាព្រុស012គាត់ដាក់ stop 013 014វាថ្លាជាងគ្រាន់តែឃើញថ្លាជាងហ្នឹងក៏ទា$400ដែរបាទគ្រាន់តែ stop ហ្នឹងបាទអាហ្នឹងថាឡានចាស់គ្រាន់តែដូរ stop ក្រោយដូរអីហ្នឹងក៏ទាលុយដែរគឺបានន័យថាគ្រប់ឡានឲ្យតែខុសធាតុដើមគឺគេទាលុយបាទគឺទាលុយហើយដូចរាល់ថ្ងៃឡាន Alphard អីសេរីចាស់កែទៅជា LM សេរីថ្មីអីយើងមើលដឹងទេបាទយើងមើលដឹងទេតែនៅតែធ្វើលេខបានឲ្យតែលុយគេទៅគេធ្វើឲ្យបាទអញ្ចឹងខ្ញុំចង់សុំដាច់ណាត់តែម្ដងថាឡានកែសេរីឡានដូរ form ដូររៀងដែលខុសត្រង់ទ្រាយដើមគឺកុំធ្វើលេខឲ្យតែម្ដងកុំឈៀកចេញឈៀកឲ្យតែម្ដងអានេះជារឿងមួយដែលខ្ញុំសុំទៅក្រសួងសាធារណការបាទព្រោះវាមានបញ្ហាប្រឈម2ទី1ពេលដែលឡានទាំងអស់នោះជួបរឿងគ្រោះថ្នាក់ចរាចរណ៍យើងពិបាកបំភ្លឺសាក្សីយើងពិបាករកអត្តសញ្ញាណឡានទោះបីមានលេខអីក៏ដោយព្រោះឡានឧទាហរណ៍ថា Alphard 08គេកែទៅជា LM 0ឬក៏កែទៅជា Alphard 024ឬក៏ជា LM 023 24នេះអស់អញ្ចឹងទៅអញ្ចឹងមើលឡើងឃើញរូបរាងឡានដើម Alphard 0809ណាគេកែបាត់អស់ហើយបាទហើយដល់ពេលសួរសាក់សីបំភ្លឺថាឃើញ LM តែឡាននោះឡាន Alphard អាហ្នឹងវាពិបាកមួយហើយពិបាកមួយទៀតគឺគ្រោះថ្នាក់ឡានកាលណាតែយើងកាត់ឲ្យខូចត្រង់ទ្រាយដើមវា deform វាខូចត្រង់ទ្រាយដើមវាយើងទៅផ្សារអាគ្រឿងបំពាក់ដែលមិនមានគុណភាពចេញពីរោងចក្រហ្នឹងគឺវាមិនមានគុណភាពទេវាអាចបង្កឲ្យមានគ្រោះថ្នាក់ទៅថ្ងៃខាងមុខបាទអញ្ចឹងគួរតែកុំឲ្យមានតែម្ដងរឿងឡានកែសេរីរឿងឡានកែស្អីនេះហើយមិនបាច់ទៅយកគេ300 400អីទេបាទឈប់តែម្ដងទៅហើយខ្ញុំជឿថារដ្ឋមន្ត្រីក្រសួងសាធារណការគួរតែបញ្ចប់អាវប្បធម៌ឡានកែសេរីហ្នឹងទៅបើគាត់ត្រឹមតែដូរកាងដូរ stop អាហ្នឹងដូរធម្មតាហើយមិនបាច់យកលុយគាត់ទេឧទាហរណ៍ថាឡានកាមេរីឡាន Lancer 08គេអាចចង់ដូរទៅ stop ឬក៏បណ្ណាឬក៏ជាគៀងឡើងទៅ014 015អីអាហ្នឹងដូចអត់មានអីអស់លុយអាហ្នឹងគូគ្រាន់តែតម្លាក់តកាងតម្លាក់តែជាគៀងគេដូរថ្មីវាអត់មានពាក់ព័ន្ធកាត់សាក់ស៊ីអត់មានពាក់ព័ន្ធកាត់ធ្នឹមអត់មានពាក់ព័ន្ធអីទាំងអស់គ្រាន់តែតម្លាក់តែ stop 08ចាប់ stop 015អាហ្នឹងឲ្យគេដូរទៅហើយចាំបាច់ទៅយកលុយគេ300យកលុយគេ500ធ្វើអីបាទតែបើឡានដែលដូរឧទាហរណ៍ថា Lexus 08 570យើងទៅកាត់តចេញជា Lexus 600ទៅជា Lexus Guru 021 0អីចឹងទៅអាហ្នឹងគឺគ្រោះថ្នាក់ថ្ងៃក្រោយអញ្ចឹងខ្ញុំចង់ទៅជែកចង់និយាយនេះគឺថាចង់ឲ្យអគ្គនាយកដ្ឋានដឹកជញ្ជូននេះគឺថាកុំយកតួនាទីឬកុំឲ្យមន្ត្រីមួយចំនួនហ្នឹងគាត់យកតួនាទីអាងចំណេះជំនាញហ្នឹងទៅបង្កើតមុខរបររលុយឥឡូវនេះឡានកែសេរីឡានឡើងសេរីអីគាត់យកលុយចេញលេខឲ្យឥឡូវឡានថ្មីអត់កែសេរីទេគាត់ចង់ឲ្យគេទៅកែกระดาษពុនណាគាត់ចង់ឲ្យគេទៅកែกระดาษពុនណាមកលោកឯងស៊ីបានតែរឿងកែហ្នឹងមួយឬយ៉ាងម៉េចណាអញ្ចឹងខ្ញុំសំណូមពរថាឲ្យលោកមានការកែតម្រូវហើយកុំបង្កើតរឿងស្មុគស្មាញខ្ញុំឈឺក្បាលណាខ្ញុំមិនចង់និយាយប៉ះពីទេព្រោះសិតតែបាត់ដៃក៏សាច់ខ្នងដៃក៏សាច់តែបើខ្ញុំមិននិយាយលោកបង្កើតរឿងស្មុគស្មាញចេះតែឯងមកពិភពលោកស្រុកខ្មែរគឺចេះតែសូពិសីមួយទេស្គាល់ឡានច្បាស់គេតកែឡានដែលគេរ៉ូស៊ីឡានដែលគេទៅចុះក្រុមហ៊ុនដល់ប្រទេសចិនដល់ប្រទេសអាមេរិកដល់ប្រទេសជប៉ុនអីស្គាល់ឡានមិនច្បាស់ដូចសូពិសីទេសូពិសីស្គាល់ឡានច្បាស់ជាងគេតកែឡានទៀតបាទអញ្ចឹងខ្ញុំចង់ឲ្យលោកសូពិសីហ្នឹងធ្វើល្ងងខ្លះទៅពុនកយគេបងមកមិនគេដាក់ម៉ាក់មិនធ្វើតាមពុនកយទៅយើងកុំទៅបង្កើតឧបសគ្គថាកយធ្វើចឹងអញអត់ទទួលស្គាល់អញមន្ត្រីជំនាញអញសាធារណការអញអ្នកចេញលេខអញមិនចេញឲ្យធ្វើអញឈប់ទៅអាពួកទូឯកនេះជំងឺទូឯកឈប់ទៅអាក្រៅពីអញគ្មានអាណាចេះនេះណាខ្ញុំទទួលស្គាល់លោកឯងចេះរឿងរបស់លោកឯងតែលោកឯងកុំបង្កើតរឿងស្មុគស្មាញឲ្យខ្ញុំជាអ្នកប្រើប្រាស់ប្រជាជនជាអ្នកប្រើប្រាស់ក្រុមហ៊ុនជាអ្នករស់ស៊ីជួបបញ្ហាដោយសារលោកឯងពួកខ្ញុំមិនមែនជាពួកចោលលួចឡានទេពួកខ្ញុំមិនមែនជាពួកចោលខ្លែងអត្តសញ្ញាណយានយន្តទេគឺកាន់លុយទៅទិញឡានស្របច្បាប់
ក្រុមហ៊ុនគេនាំចូលមកបងប្អូនស្របច្បាប់លោកឯងថាខុសនេះលោកឯងថាខុសនោះលោកឯងទាអញ្ចេះលោកឯងទាអញ្ចោះលោកឯងទាឲ្យកែនេះលោកឯងទាឲ្យកែនោះណាមើលឥឡូវសូពិសីឯងនេះស្គាល់ឡានអីខ្លះជុំវិញពិភពលោកហើយបើវាអត់មាននៅក្នុង system ខ្ញុំទទួលស្គាល់ឡានខ្លះវាអត់មាននៅក្នុង system ទេដូចខ្ញុំទិញ GMC របស់អាមេរិកកាំងមួយមកខ្ញុំប្រើមុនគេមកស្រុកខ្មែរគេចុះឲ្យក៏ប៉ុន្តែគេមើលដែរគេថាដឹងដាក់ម៉ាក់អីបងបងប្អូននៅអគ្គដឹកជញ្ជូនគាត់ថា GMC ខ្ញុំថា GMC គឺជាម៉ាក់ឡានរបស់អាមេរិក GMC Denali អញ្ចឹងបងប្អូនឯងដាក់តាំងกระดาษពុនទៅខុសត្រូវបងទួខុសត្រូវព្រោះឡានបងខ្ញុំនាំមកពីអាមេរិកយកមកជិះអាហ្នឹងវាអត់មាននៅក្នុង system ទេធម្មតាកាលណាយើងអត់មាននៅក្នុង system យើងបញ្ចូលទៅតាមលិខិតពន្ធគយទៅរឿងវាចប់ហើយវាអត់មានអីទេណាអញ្ចឹងបានន័យថាលោកឯងបញ្ចូលទៅក្នុង system របស់អគ្គដឹកជញ្ជូនគ្រប់ឡានទាំងអស់ដែលអត់មាននៅក្នុង system លោកអាចចេះលេខឲ្យគេពីព្រោះក្នុងពិភពលោកពីមួយថ្ងៃទៅមួយថ្ងៃការអភិវឌ្ឍការផលិតយានយន្តផលិតស្អីហ្នឹងគឺវាមានម៉ាកថ្មីម៉ូដថ្មីម៉ូដែលថ្មីអីជាហូរហែអញ្ចឹងយើងអាប់ដេតទៅតាមការវិវត្តរបស់ពិភពលោកទៅរឿងអីយើងនៅងប់កញ្ញាញ់ខួរនៅតែក្នុង system របស់ខ្លួនឯង system ដូចកាកហ្នឹងបើយើងអត់មានយើងបញ្ចូលទៅក្នុង system ហ្នឹងទៅវារឿងវាចប់ហើយឥឡូវឧទាហរណ៍ដូចករណីឡានហ្នឹងអញ្ចឹងណាឡានអីដងហ្វេង M Hero 718ឬក៏912អញ្ចឹងគយគេដាក់ម៉េចឧទាហរណ៍ថាគយគេដាក់ថា M Hero 817ហើយយើងសបុតពុនដាក់មកអញ្ចឹងកាតគ្រីយើងដាក់តាមនឹងដែរទៅវាមានអីខុសអីឥឡូវខ្ញុំសួរថាខុសអីលោកឯងទៀមទាឲ្យគេយកกระดาษពុនទៅកែថាឡានហ្នឹងវាបោះក្រុមហ៊ុនដេញហ្វុងអីដងហ្វេងឯណាណៃនោះគេមានតែកែសេរីឡានមកពីណាហើយបង្កើតរឿងជិះក្បាលរឿងតាពេចកពុកឆក់ល្វែងខ្វះខាតលើសអីតិចបន្តួចឥឡូវលោកឯងថាអញ្ចឹងលោកឯងរាយការណ៍ទៅឯកឧត្តមរដ្ឋមន្ត្រីលោកឯងទៅណាសូពិសីរាយការណ៍ទៅឯកឧត្តមរដ្ឋមន្ត្រីទៅថាកោះប្រជុំជាមួយរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុធ្វើម៉េចលោកឯងពីរនាក់ហ្នឹងពីស្ថាប័នហ្នឹងធ្វើនិយាយឲ្យមូលមតិគ្នាយ៉ាងម៉េចកុំឲ្យមានបញ្ហាដល់អ្នករស់ស៊ីនាំរថយន្តចូលកុំឲ្យមានបញ្ហាដល់អ្នកប្រើប្រាស់យានយន្តខ្ញុំប្រាប់លោកណាក្រុមហ៊ុននាំរថយន្តមកលក់គេបានបំពេញកាតព្វកិច្ចជួយបង្កើនចំណូលពន្ធឲ្យជាតិច្រើនណាស់ហើយបើលោកបង្កើតរឿងស្មុគស្មាញឲ្យគេឈឺក្បាលដោយសារលោកឯងកើតជំងឺតួឯកក្រៅតែពីអញគ្មានអាណាចេះលើសអញគឺជាវិស្វករយានយន្តមកស្រុកខ្មែរមានតែអញឯងសូពិសីចេះជាងគេណាបង្កើតឲ្យមានរឿងឈឺក្បាលខ្ញុំប្រាប់លោកឯងខ្ញុំអត់ចង់និយាយប៉ះឈ្មោះលោកឯងខ្ញុំដឹងរឿងលោកឯងយូរហើយគេប្តឹងខ្ញុំច្រើនហើយអារឿងធ្វើឡានកែសេរីនេះគ្រាន់តែគ្រីសមិនតិច300គ្រីសមិនតិច400នេះខ្ញុំអត់ចង់និយាយតែពេលខ្លះសំបីតែឡានថ្មីក៏លោកឯងមិនយកយល់ដែរអត់ឲ្យកែឡានតែឲ្យកែกระดาษពុនហើយខ្ញុំសួរទៅกระดาษពុនហ្នឹងខ្ញុំអ្នកប្រើប្រាស់ជាអ្នកសរសេរឬក៏ក្រុមហ៊ុននាំចូលជាអ្នកសរសេរអត់ទេគឺគយជាអ្នកសរសេរហើយគយជានរណាគយគឺជាមន្ត្រីរបស់ស្ថាប័នជាតិស្ថាប័នរដ្ឋាភិបាលហើយលោកជានរណាលោកជាមន្ត្រីរបស់ស្ថាប័នជាតិស្ថាប័នរដ្ឋាភិបាលហេតុអីលោកឯងមិនចេះធ្វើការជាមួយគ្នាណាគយដាក់មកលោកឯងសូពិសីនឹងថាខុសតរហូតណាលោកឯងរីកចម្រើនយ៉ាងម៉េចលោកឯងឲ្យនេះយ៉ាងម៉េចណាលោកឯងកែត្រឡប់នឹងចោលទៅហើយបញ្ឈប់ទៅអាវប្បធម៌គ្រីសមិនតិច300គ្រីសមិនតិច400ធ្វើបានលើមាត់អញហ្នឹងឈប់ទៅបើឡានកែសេរីលោកឯងកុំធ្វើឲ្យឡានកាត់តស្អីលោកឯងកុំធ្វើឲ្យចប់ខ្ញុំគ្រប់គ្រង 100% តែលោកឯងច្បាប់នៅលើមាត់លោកឯងហ្នឹងណាច្បាប់នៅមាត់លោកឯងហ្នឹងឥឡូវខ្ញុំជិះឡានអត់លេខហ្នឹងរហូតខ្ញុំអត់ធ្វើលេខណាចាប់ខ្ញុំថាសូពិសីអត់ធ្វើលេខឲ្យវាហួសហេតុពេកណាបង្កើតរឿងស្មុគស្មាញខ្ញុំអាណិតថ្នាក់ដឹកនាំណាស់ដែលលោកខិតខំគ្រប់បែបយ៉ាងកែតម្រង់គ្រប់រឿងរ៉ាវតែលោកឯងធ្វើយ៉ាងណារកតែផលប្រយោជន៍ណាចង់ឲ្យក្រុមហ៊ុនតែជួបមែនឥឡូវហ្នឹងចង់ឲ្យអញ្ជើញតកែក្រុមហ៊ុននៅស្រុកចិនមកជួបលោកឯងលោកឯងចេះធ្វើកូនឡានបានមួយនៅវិស្វករឡានហ្នឹងណាមើលសូពិសីចេះធ្វើក្តាប់ឡានបានមួយនៅ
ណាឡានកាត់តឡានតត្រង់នេះបើកពេញផ្លូវបំផ្លាញផ្លូវគ្រប់កន្លែងលោកឯងអត់ទាំងធ្វើផងហ្នឹងយុទ្ធនាការថ្នាក់ដឹកនាំរាជរដ្ឋាភិបាលស្រែកមួយម៉ាត់ទៅលោកឯងនាំគ្នាឈ្មោះឈ្មោលទៅមួយផ្លែតទៅស្ងាត់តែឥឡូវនេះឡានតត្រង់ឡានតស្អីដល់វែងស្កេតស្កាបដឹកសពីងសពងប៉ាតណាប៉ាតណីបកគ្រោះថ្នាក់ពេញទឹកពេញដីលោកឯងអត់ទាំងមើលផងមករករឿងអាឡានណាថ្មីណាដែលគេនាំចូលត្រឹមត្រូវនេះសិតតែចេះសិតតែចោះតាមតែចិត្តខ្លួនឯងណាខុសត្រូវលឺតែមាត់ខ្លួនឯងឲ្យវាល្មមបានហើយសូពិសីណាលោកឯងគិតថាលោកឯងនឹងច្បាស់ជាងគេតកែឡានមែនក្រុមហ៊ុនឡានហ្នឹងគេកាន់លុយរាប់សិបលានណាទៅរកស៊ីទិញឡានលក់ឡានហ្នឹងគេអត់ស្គាល់ឡានមែនហើយមន្ត្រីគយដែលគេជាអ្នកមានកាតព្វកិច្ចប្រមូលពន្ធឲ្យរដ្ឋនេះគេអត់ចេះស្មើលោកឯងសូពិសីហ្នឹងមែនមិនទៅរៀននៅរុស្ស៊ីវិស្វករឡានហ្នឹងចេះតែម្នាក់ឯងហ្នឹងទេគេអត់ចេះដល់លោកឯងទេចេះស្អី300អញធ្វើឲ្យ400អញធ្វើឲ្យហ្គ្រីសធ្វើលេខឥឡូវហ្នឹងខ្ញុំប្រាប់ឲ្យបងប្អូនដែលកែសេរីបើគេទៅធ្វើលេខឡានគេយកលុយទេមកប្តឹងខ្ញុំស៊ូគេមិនធ្វើឲ្យហ្មងលោកឯងធ្វើឲ្យគេលោកឯងយកលុយគេដែរហ្គ្រីសយកលុយនៅសាធារណការណាមិននិយាយគេដឹងតែទាំងអស់ហ្នឹងឥឡូវកែឡានធ្វើឲ្យដល់ពេលឡានថ្មីអត់កែទេទីឲ្យកែกระดาษពុនហើយទីกระดาษពុនពួកខ្ញុំយកទៅកែហ្មងខ្ញុំអ្នកទិញខ្ញុំអ្នកប្រើហ្នឹងណាអូយខ្ញុំឈឺក្បាលដល់ពេលមន្ត្រីមួយកើតជំងឺតួឯកចឹងមិនដឹងថាម៉េចកែទៅខ្ញុំសំណូមពរថាកែទៅឲ្យតែគយបងពុនកុំឲ្យតែគេលួចកម្លាំងសេះកុំឲ្យតែគេលួចក្បៀសកុំឲ្យតែគេលួចឆ្នាំបើមានសបុតពុនមកត្រឹមត្រូវហើយបងឲ្យគេទៅកុំឲ្យបង្កើតបញ្ហាច្រើនណាអ្នកមួយចំនួនគេទិញហើយឲ្យបានធ្វើលេខជីឡានអត់លេខសំខាន់លោកនឹងអត់ធ្វើឲ្យគាត់ថាអត់មានក្នុង system គាត់ហើយចុះ system នឹងមានប្របាក់ស្អីមនុស្សអ្នកបញ្ចូលតាយកតែกระดาษពុននឹងវាយបញ្ចូលទៅឡាននឹង system អីម៉ាក់ស្អីដល់ពេលហួសហេតុពេលលោកឯងមកបានហើយវិញគេហត់ដែរណាបង្កើតតែរឿងឈឺក្បាលគ្រប់កន្លែងអញ្ចឹងជាប្រព័ន្ធគ្រប់កន្លែងអញ្ចឹងដូចថ្ងៃមុនហ្នឹងខ្ញុំមានរឿងមួយម្ដងហើយគាត់ថាបង្កើតសិប្បកម្មមួយក្រសួង2 3មកទាត្រួតត្រាទៅសុំអាជ្ញាប័ណ្ណក្រសួងនេះបានហើយក្រសួងនោះឲ្យខ្ញុំក៏រាយការណ៍ទៅក្រោយមកក៏ថ្នាក់ដឹកនាំលោកឲ្យមានការដោះស្រាយប្រជុំដកចែកការងារគ្នាឲ្យដាច់ទៅហើយប្រហែលថ្ងៃមុនពេលដែលសម្ដេចនាយករដ្ឋមន្ត្រីអញ្ជើញទៅប្រទេសអញ្ជើញទៅកំពង់សោមក៏លោកបានណែនាំមកកន្លែងហ្នឹងដែរថាបែងចែកការងារគ្នាឲ្យដាច់កុំឲ្យជន់គ្នាណាក្រសួងមួយស្ថាប័នមួយឥឡូវមិនដឹងជាស្អីតិចទឹះនេះតិចទឹះនោះកយបងឲ្យហើយណាសូពិសីថាអត់ធ្វើឲ្យទៅធ្វើអញ្ចេះធ្វើអញ្ចោះដូចកើតតួឯងតែម្នាក់ឯងវិញមិនកើតទេហ៎សូពិសីណាឲ្យគេចេះខ្លះទៅហើយគេតកែឡានមួយគេសល់លុយរាប់លានគេទៅរកស៊ីទិញឡានមិនមែនគេទីងមកអត់ស្គាល់ឡានណាគេស្គាល់ឡានតាណាទៅទិញឡានមិនស្គាល់ម៉ាកមិនស្គាល់ម៉ូតយកមកលក់នោះហ្នឹងហើយអញ្ចឹងខ្ញុំសំណូមពរឲ្យលោកសូពិសីនឹងកែអត្តចរិតកើតជំងឺតួឯកថាក្រៅពីអញមានតែអញចេះម៉ូតចេះមើលឡានណាសូមសំណូមពរឲ្យលោកឯងកែកន្លែងហ្នឹងទៅណាដើម្បីកែសម្រួលថាយើងមិនកុំឲ្យពាណិជ្ជករដែលគេរកស៊ីនាំឡានចូលនេះជួបបញ្ហាធ្វើយ៉ាងម៉េចកុំឲ្យដោយពួកប្រជាជនអ្នកប្រើប្រាស់ដោយពួកខ្ញុំនេះជួបបញ្ហាឥឡូវឲ្យខ្ញុំធ្វើម៉េចមានលុយត្រឹមត្រូវទៅទិញឡានស្របច្បាប់ជួយបង្កើនចំណូលឲ្យថវិកាជាតិអីហើយបែរជាមកបង្កើតរឿងស្មុគស្មាញត្រឹមលោកឯងថាឡានហ្នឹងវាត្រូវធ្វើអញ្ចេះកែសបុតអញ្ចេះកែសបុតអញ្ចេះរុញទៅលិចទៅកើតទៅជើងទៅត្បូងហើយហ្នឹងសេរីប៉ិនខ្ញុំហ្មងនៅអញ៉ៃស្មុគស្មាញពេញទឹកពេញដីហើយអ្នកទៅធ្វើហ្នឹងសិតតែអ្នកធំទៀតអត់ធ្វើឲ្យគេចេះតែឯងណាចេះតែឯងណាអាជំងឺតួឯកហ្នឹងចេះតែឯងដើម្បីតែរឿងឈប់ទៅមិនមែនគេមិនដឹងទេណាខ្ញុំចង់ឲ្យ ACU ស៊ើបអង្កេតខាងឯងលោកឯងផងសួរមើលឡានអ្នកគេដើរសេរីទាំងអស់ហ្នឹងហៅមកសួរមកណាមួយមិនធ្វើលេខ
mình băng lôi ở cái thơ lên nó khóc ra cái đấy lên lán cái thơ ở ta mán buồn đọc mơn riêng tại lúc ai lán mỗi giờ kia vào mán mình nhưng mình đăng á nhưng mình trong để dây cuộc nhóm rộp a bom ôn tây nên nó tràn đây tại vì khai lúc ai thơ hú hai page nhé xô bị xây cái luôn thôi còn bậc cao đương chữ ba trơn nè cha hai nè còn cao đương chữ ba trơn còn bậc cao đương smoke smile ai po rót chụp bánh hà trơn nè xong mọi lục cài thôi khi mà trong vay bà ai lục tôi còn sân ôm po ai lục cài thôi hai còn bậc cao đương smoke smile lan kia mau trầm tới cái đặc pôn xe máy tranh cát kia trong tay nè lục ai mình chơi lực kia bằng man thế bà kia nè Rossi Lan kia cho nè kia mẹ tin môn thế hơi coi có kia rất là cho đây có kia mẹ là ngung đập cốt đây nè coi kia men coi chiết coi à riêng coi bị phốp lô kia cho rôm dạ ca kia score tụm ninh kia score dân dân kia score là vậy cột giang nè men score ta lục anh anh đang thể hiện chơi chậm niên đang tha to là anh cái phiếp bản thơ ban bán đấy nè hàng đang cổ thế đấy hay luôn ngay khỏi bán nơi cái lại năng tiết à bà cho ngưỡng lấy lá nó nhầm xong vậy bản năng